ដោយពួយកាត់ក្បាលសាហាវមិននៅផ្ទះសំណាក់វាកុំដូចជា IC ទៅហើយចាណាលេងសាហាវដល់ថ្នាក់ហ្នឹងទៅប៉ុន្តែក្រោយមកស្រាប់តែចាប់បានធូរបន្តិចបានឃាតករដល់ដៃដល់បាទចាប់បានហើយយកក្បាលសាកសពនេះទៅដុតបំបត្តិផោះតាងទៀតហើយសាកសពនេះកាត់ក្បាលយកទៅបាត់ហើយនោះវារងគ្រោះអាបន្ទប់ដែលនៅជិតគ្នានោះវាអត់ដឹងអានោះយកសពមកដាក់ក្រោមគ្រែគ្នាអត់ដឹងសោះបាទអញ្ចឹងដំណើររឿងនេះខ្ញុំជម្រាបជូនឲ្យលំអិតបន្តិចលោកអ្នកជុំវិញនឹងពីការសារភាពរបស់ជនដៃដល់ហើយនេះគឺប្រជាពលរដ្ឋគាត់ចោមរោមគាត់នៅពេលដែលគេយកឃាតករដៃដល់ដែលសម្លាប់នារីម្នាក់នេះទៅឲ្យធ្វើត្រាប់តាមថាធ្វើសកម្មភាពយ៉ាងម៉េចប្រជាពលរដ្ឋរួមចិត្តនៅខាងក្រៅគេចង់សុំពីប៉ូលីសដើម្បីបហាជីវិតនៅក្នុងតែម្ដងបាទដែលយកទៅធ្វើត្រាប់នៅឯផ្ទះសំណាក់ប្រាសាទកែវលោកអ្នកនៅប្រាសាទកែវដែលស្ថិតនៅក្នុងភូមិតាភុលសង្កាត់ស្វាយដង្គមក្រុងសៀមរាបនេះលោកអ្នកសកម្មភាពនេះហើយបុគ្គលនេះគឺជាអ្នកបកប្រែភាសាថៃវាធ្វើការនៅបកប្រែភាសាថៃវ័យចំណាស់ទៅហើយមានស្នេហាស្រឡាញ់នាងនឹងជាច្រើនឆ្នាំមកហើយដែលនាងធ្វើការនៅភូមិវប្បធម៌ផ្នែក service បាទហើយបើតាមព័ត៌មានដែលវាសារភាពប្រាប់រឿងរ៉ាវនេះវាលងលួចណាស់ស្នេហាតែតិចទៀតចាំខ្ញុំជម្រាបតែឥឡូវខ្ញុំនិយាយកាត់សិនដែលពេលនេះសមត្ថកិច្ចយកឃាតករកាត់ក្បាលមនុស្សនេះទៅធ្វើត្រាប់តាមបាទអញ្ចឹងខ្ញុំនិយាយអត្ថាធិប្បាយតាមរូបភាពតែម្ដងនេះយកមកបន្ទប់របស់វាដែលទៅបន្ទប់ដេកកាលពីយប់ថ្ងៃទី13បាទចូលមកបន្ទប់ដេកហើយវាប្រាប់ថាមុនដំបូងទៅធ្វើម៉េចដេកបាទដេកចឹងទៅហើយដោយសារតែគាត់ហ្នឹងគាត់ថាស្រឡាញ់គ្នាពេកម្ដងហ្នឹងហៅគ្នាមកដេកហ្នឹងដើម្បីនិយាយថាយើងអត់បានជួបគ្នាអញ្ចឹងឥឡូវយើងទាំងពីរនាក់ស្រឡាញ់គ្នាហើយរហូតដល់ពេលចិត្តដល់ថ្ងៃរៀបការបែរជាត្រូវបានម្ដាយឪពុកខាងស្រីថាឲ្យក្មួយទៅបែកគ្នាទៅដោយសារតែប្រពន្ធក្មួយនោះអត់ទាន់សាច់បាច់នៅឡើយទេហើយនេះវាប្រាប់ថាអញ្ចឹងពីរនាក់ហ្នឹងពីរនាក់គ្នាគេហ្នឹងដែលខាងភាគីខាងស្រីក៏មកភាគីខាងស្រីហ្នឹងក៏មកជាមួយនៅផ្ទះសំណាក់ហ្នឹងហើយគេសម្រេចចិត្តទាំងពីរនាក់ហ្នឹងថានឹងលេបថ្នាំសម្រាប់ខ្លួននេះគេធ្វើស្រាប់តាមថាតោះយើងទាំងពីរនាក់ដោយសារតែយើងអត់បានជួបគ្នាយើងចាប់ដើមលេបថ្នាំសម្រាប់ខ្លួនទៅបាទមានរូបភាពខាងនៅរស់ដែរតាសហការីវាយត់ដើម្បីឲ្យមហាជនគេបានស្គាល់នាងយ៉ាងម៉េចផងព្រោះដាច់កមានណាស្គាល់ទេបាទហើយនឹងរូបភាពនៅរស់មានដែរខ្ញុំដូចឲ្យប្រាប់ថាមានហើយប៉ុន្តែឥឡូវអត់ទេមើលសកម្មភាពនេះសិនចាំរកឲ្យឃើញសិនតែដាក់រូបភាពនេះសិនណាខ្ញុំនិយាយសិននិយាយតាមសកម្មភាពដែលវានិយាយពេលនោះខ្លួននឹងសារភាពថាពីរអ្នកនឹងបានយល់ព្រមសម្រាប់ខ្លួនតាមរយៈការលេបថ្នាំសម្រាប់ខ្លួនទាំងពីរអ្នកប៉ុន្តែនៅពេលដែលចាប់ដើមលេបភ្លាមខាងនារីនោះបែកពពោះមាត់នឹងបកាច់មុនខ្លួនដល់បកាច់មុនខ្លួនក៏រត់មកចូលក្នុងបន្ទប់ទឹកបាទរត់ចូលក្នុងបន្ទប់ទឹកនេះខ្ញុំនិយាយតាមចម្លើយសារភាពរបស់គេណាចាហេតុអីបានជាខ្លួននឹងសម្រាប់ខ្លួនអញ្ចឹងដោយសារតែខ្លួនស្រឡាញ់ពេកហើយណាមួយនាងនោះមានទម្ងន់3ខែដែរមានតែពួក3ខែដល់ពេលមកដល់ពេលលេបថ្នាំហើយលេបថ្នាំទាំងពីរនាក់នាងនោះបែកពពោះមាត់មុនរត់មកចូលបន្ទប់ទឹកហើយខ្លួននេះក៏ល្ងីងើដែរទៅដល់ងីងើស្រាប់តែដល់ពេលនេះខ្លួនដឹងខ្លួនវិញចាប់ដើមទឹកនេះឃាតករនេះដឹងខ្លួនវិញចូលមកមើលខាងនារីនេះបានចងកនៅក្នុងបន្ទប់ទឹកបន្ថែមនៅពេលដែលលេបថ្នាំហើយមិនបានស្លាប់ប៉ុន្តែនារីនោះរត់មកចូលបន្ទប់ទឹកចងកបន្ថែមបាទនេះតែតាមចម្លើយសារភាពរបស់បុគ្គលនេះ
បាទបន្ទាប់មកទៀតនៅពេលដែលដឹងថាស្រីស្នេហ៍របស់ខ្លួនបានស្លាប់ទៅហើយនៅក្នុងបន្ទប់ទឹកខ្លួននេះស្រឡាញ់ខ្លាំងណាស់ក៏លើកនារីនោះមកដាក់នៅក្នុងបន្ទប់លើកខែវិញហើយខ្លួននេះក៏បានដេកអោបខ្មោចនឹងបាទដេកអោបខ្មោចនឹងសង្ហេះសង្ហោចពេលដែលសង្ហេះសង្ហោចហើយក៏គិតថាឥឡូវនេះបើសិនជាយកសពចេញទៅអត់បានទេព្រោះខ្លាចគេដឹងហើយក៏ខ្លួននេះក៏បានបួងសួងថាបងមិនអាចយកសពអូនទាំងមូលទៅបានទេប៉ុន្តែបងសុខយកក្បាលអូនទៅដើម្បីតបស្នងសងគុណបងស្រឡាញ់អូនបាទខ្លួនក៏គិតថាមិនដឹងជាធ្វើដូចម្ដេចបាទនេះគេ3សពបាទ3សពដាក់ឲ្យស្រួលបាទ3សពដាក់គេធ្វើតាមណាបាទ3សពហើយរួចឲ្យរុំបាទរុំសាកសពហ្នឹងដល់ពេលរុំសាកសពហ្នឹងអត់ដាក់នៅក្រែកន្លែងបន្ទប់ខ្លួនឯងដេកទេវាមានបន្ទប់មួយទៀតបន្ទប់ហ្នឹងនៅទល់មុខបន្ទប់គ្នាហ្នឹងភ្ញៀវនោះនឹងទេកាលអីគាត់ចេះចុះមកក្រុមគាត់ចុះទ្វារឯនេះក៏មានឱកាស3សាកសពក្បាលដាច់ហ្នឹងទៅដាក់ក្រោមក្រែភ្ញៀវនោះមួយទៀតនៅបន្ទប់ខាងគេនោះទៅដាក់មិញនិយាយដូចកាត់ភាកណានិយាយតាក់ទងរឿងតែដោយសារខ្ញុំនិយាយសំដៅទៅលើរូបបាទពេលដែលសពនឹងស្លាប់ទៅហើយគេក៏បានយកសពនឹងទៅដាក់ដេកអោបខ្ញុំនិយាយសកម្មភាពរបស់គេធ្វើបាទដេកអោបដល់ពេលដេកអោបហើយចាប់ដើម3សាកសពហ្នឹងបាទ3ចេញដោយសារស្រឡាញ់ពេកទៅកាត់ក្បាលគេងាប់ដល់3ចេញមករួចហើយឃើញបន្ទប់នេះបន្ទប់គេខាងណាអត់ឃើញមនុស្សនៅបាទឲ្យអ្នកជួលថ្លៃជួលបន្ទប់ហ្នឹងគេចេះតែអបសុកគេចុះទៅក្រោមដល់ចុះទៅក្រោមrồiហើយទៅដាក់សាកសពនៅក្នុងដាក់សាកសពនៅហ្នឹងខ្លួនទាញក្រែនតិចទាញក្រែនតិចមករួចហើយយកសាកសពហ្នឹងទៅទម្លាក់នៅខាងក្រោមយកសាកសពហ្នឹងទៅទម្លាក់នៅខាងក្រោមក្រែគេបន្ទប់គេមិនបន្ទប់ខ្លួនឯងទេគឺនេះគឺបន្ទប់គេយកមកដាក់អញ្ចឹងមកដាក់ផ្ដេកនៅចិត្តក្រែអញ្ចឹងទៅបន្ទប់នៅទល់មុខបន្ទប់របស់ខ្លួនហ្នឹងយកមកដាក់ខ្ញុំនិយាយតាមសកម្មភាពសិនពេលដែលចាប់ផ្ដើមដាក់សពនៅក្នុងហើយខ្លួនដោយសារស្រឡាញ់ពេកក៏បួងសួងអង្វរឲ្យវិញ្ញាណក្ខន្ធរបស់នាងទៅកើតអីចឹងទៅហើយរុញក្រែទៅវិញក៏ជាប់នៅចឹងទៅរួចហើយខ្លួនក៏ចេញមកហើយឥឡូវយើងក៏លេចមកមើលថាតើកបិតវាបានពីណាមកយ៉ាងមិញខ្ញុំនិយាយតាមសកម្មភាពឥឡូវខ្ញុំត្រឡប់មកវិញនៅពេលដែលដឹងថាខាងស្រីក៏ខ្លួនស្លាប់ហើយខ្លួនក៏គិតថាមិនដឹងយកចេញទៅណាទៅដាក់នៅក្នុងគេហើយប៉ុន្តែទន្ទឹមយកទៅដាក់ខ្លួននេះគិតថាកាត់ក្បាលចេញថាស្រឡាញ់ពេកហ្នឹងហើយស្រឡាញ់ពេកឲ្យកាត់ក្បាលទេចៃដន្យពេលនោះនេះរូបភាពដែលគេយកក្បាលហ្នឹងទៅដុតបំផ្លាញភ័ស្តុតាងចោលដុតនៅក្រោយផ្ទះគេយកទៅដុតនៅក្រោយផ្ទះហ្នឹងមកមើលសាហាវដល់ណាស់ហ្នឹងពេលនោះខ្លួនហ្នឹងគេសួរថាចោះហេតុអីបានជាអ្នកឯងថាដោយសារតែការស្រឡាញ់ទៅមិនបានរៀបចំឲ្យមានកបិតនៅក្នុងវិស័យនេះបានឆ្លើយថាអត់ទេ